chôm bóng ôn này lịch si bóng pơ rồi men bóng ôn này chôm sao lại cầm chia đấy CVN cho một bài bóng bấy cao bóng buôn rồi bọc thùng phơi bóng ôn trên chiếc chân bạt lịch si nơi sim pơ rồi còn mấy bóng ôn này cho đại khơi sao lịch si đi mày bóng ôn mà mơ á ô bóng ôn này lịch si GX 502 bà lịch si GX 502bà chia sẻ bóng ôn nhưng mà sơ score lan đi hay bóng ôn ơi thọt là khơi lan 500 chất 400 chất lịch siผม100ấy tập này lịch siនេះគាត់រៀងផ្លែកបាទរៀងផ្លែកហើយlịch siនេះគឺ GX 512បងប្អូនឥឡូវបុកធុងផ្លូវបាននោះមើលធុងផ្លូវនោះបើកបោដោយជនជាតិចិនបងហ៎បើបោជនជាតិចិននេះធុងផ្លូវបាទអត់ដឹងគាត់ប្រើលបឿនមកមិនទេគាត់មកពីនោះមកបុកធុងផ្លូវម៉ាំងប៉ើងបងប្អូននេះចេញពីផ្លូវហ្មងបាទធុងផ្លូវចេញពីផ្លូវហ្មងបុកនេះគឺនៅមុខនឹងអតីតអាកាសយានដ្ឋានពោធិ៍ចន្ទអន្តរជាតិបាទនៅផ្លូវសហព័ន្ធស៊ីនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យបាទធុងផ្លូវនេះគឺបុកម៉ាំងខ្ទាចេញពីជួរហ្មងបងប្អូនណាបាទសរងកំតិចមាសបាទ 24K របស់ brand TGN បងប្អូនអរនេះសរងនេះគឺល្អមែនតើបងប្អូនណាពេលលៀបហើយតែមករបស់បងប្អូនតាំងណែនក្មេងជាងវ័យប្រជិតរុនរោបជាបាស្នាមមុនស្នាមអាចរុយធ្វើមុខយើងក្មេងជាងវ័យបងប្អូនណាត្រូវតែលៀបសរងដើម្បីផ្ដល់សំណាងដល់ស្បែកមុខរបស់បងប្អូនទាំងអស់គ្នាណាយ៉ាល្អណាស់ហើយលុចស៊ីសេរីទំនើបម៉ាកលុចស៊ី GX 550បាទគឺបានអស់លបឿនត្រឹមហ្នឹងហើយក្នុងហេតុការណ៍នេះគឺអត់មាននរណាម្នាក់រស់របួសទេគ្រាន់តែខូចខាតទ្រូងផ្លូវខ្ទាតចេញពីជួរហើយនឹងរថយន្តលុចស៊ីនេះបាទគឺខូចខាតផ្នែកខាងមុខបងប្អូនមើលឃើញជាក់ស្ដែងហើយបាទបើកបរដោយជនជាតិចិនបាទបើកបរដោយជនជាតិចិនបាទការខូចខាតរថយន្តគឺខូចខាតផ្នែកខាងមុខបាទបងមកចាប់ឲ្យនេះមកបាទខូចខាតផ្នែកខាងមុខបងប្អូនមើលឃើញជាក់ស្ដែងខូចខាតផ្នែកខាងមុខចំណែកខូចខាតផ្នែកខាងមុខផ្នែកខាងឆ្វេងបាទហើយកង់គឺបាក់កលេបងប្អូនកង់គឺបាក់កលេខូចខាតផ្នែកខាងមុខនេះមិនដឹងថាធ្វើអស់ប្រមាណទេបងប្អូនអូលុចស៊ីនេះបាទស្លាកលេខកម្ពុជា CVN 8899បាទខ្ញុំមើលពីចង្អាយស្មើលុចស៊ី700ព្រោះខ្ញុំឃើញល្បីអាលុចស៊ី700រៀងអញ្ចឹងណាបាទតែអ្វីសំខាន់គឺយើងសោកស្ដាយចំពោះម្ចាស់ឡានដែលគាត់គឺជាជនជាតិចិនគាត់បើកមកបុកទ្រូងផ្លូវនេះមិនដឹងថាគាត់បើកបុកហ្នឹងគឺគាត់ខ្វះការប្រុងប្រយ័ត្នងុយគេងណាមួយឬក៏មិនយ៉ាងដឹងទេប៉ុន្តែឥឡូវអត់ឃើញគាត់នៅកន្លែងកើតហេតុបាទហើយលុចស៊ីនេះមិនដឹងតម្លៃប៉ុន្មានទេបងប្អូនណាដឹងលុចស៊ីតម្លៃប៉ុន្មានជួយខមមិនប្រាប់ផងខ្ញុំអត់ដែរស្គាល់ទេនិយាយមកខ្ញុំអត់ដែរស្គាល់ហ្មងបាទឡានទំនើបបងឡានទំនើបបាទហើយមេឃកំពុងតែលលឹមបាទមេឃកំពុងតែលលឹមហើយលុចស៊ីនេះគឺមកបុកជាមួយធុងផ្លូវនេះមិនដឹងថាអ្នកបើកបរគាត់ខ្វះការប្រុងប្រយ័ត្នឬក៏មិនបាទហេតុការណ៍នេះគឺបានកើតឡើងនៅវេលាម៉ោង3រសៀលថ្ងៃទី2ខែមិថុនាឆ្នាំ2026នៅផ្លូវសហព័ន្ធស៊ីនៅទល់មុខនៅអតីតអាកាសយានដ្ឋានពោធិ៍ចន្ទអន្តរជាតិនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅក្នុងហេតុការណ៍រថយន្តសេរីទំនើបម៉ាកលេខ GX 550បុកទ្រូងផ្លូវនេះគឺមិនបណ្ដាលឲ្យនរណាម្នាក់រស់របួសទេគ្រាន់តែខូចខាតរថយន្តសេរីទំនើបផ្នែកខាងឆ្វេងនេះនិងទ្រូងផ្លូវត្រូវបានខ្ទាតចេញពីជួរបាទអញ្ចឹងពាក់ព័ន្ធទៅនឹងករណីចរាចរណ៍សូមបងប្អូនបើកបរមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាឡានតម្លៃរាប់ម៉ឺនបាទឡានមិនថ្លៃក៏ដោយឡានថ្លៃក៏ដោយយើងបើកបរត្រូវប្រុងប្រយ័ត្នព្រោះអាយុជីវិតយើងជាការសំខាន់ណាបងប្អូនត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាមួយវិញទៀតយើងកុំធ្វើប្រហែសបើកបរបងប្អូនបាទរដូវនេះរដូវវស្សាហើយភ្លៀងកក់ខែបដាហើយភ្លៀងហើយអញ្ចឹងបងប្អូនបើកបរប្រយ័ត្នប្រយែងព្រោះមានពេលខ្លះផ្លូវល្អិលអីចឹងទៅបាក់ខ្យល់កន្ត្រាក់ភ្លៀងមកមើលផ្លូវមិនសូវច្បាស់បាទរំខានការបើកបរសូមបងប្អូនប្រុងប្រយ័ត្នព្រោះគ្រោះថ្នាក់មានគ្រប់ពេលវេលានៅពេលយើងកំពុងបើកបរលើដងផ្លូវអញ្ចឹងសូមបងប្អូនប្រយ័ត្នប្រយែងអ្នកគ្នាអរគុណណាស់ពីខ្ញុំបាទភារាជាអ្នករាយការណ៍នៅព័ត៌មាននេះអូខេបងប្អូនអ្នកគ្នាគេសួរខ្ញុំឆងខ្លាំងមែនតើថាធ្វើមិនស្បែកមកបងខ្ញុំសភ្លឺមាត់អាឡងអីចឹងណាបងប្អូនអត់មានអាកំបាំងអីច្រើនទេគឺខ្ញុំតែងតែប្រើជាមួយនឹងតែលេយប់ TGN សម្រាប់លេយប់ TGN នេះគឺល្អខ្លាំងមែនតើសម្រាប់បងប្អូនដែលគាត់មានបញ្ហាមុខមុនមុខស្នាមមុខជួមមុខងាយរលាក់ស៊ីអីក៏ប្រើបានដែរហើយអ្វីដែលសំខាន់ឥឡូវគេមាន packaging ថ្មីហើយបងប្អូនចាំជាមួយនឹង logo ពណ៌ទឹកមាសនេះស្អាតខ្លាំងមែនតើហ្មងណាបងប្អូនចាចឹងយប់ឡើងយើងគ្រាន់តែលាបតិចនៅលើផ្ទៃមុខរបស់យើងទេបងប្អូនចាគឺទទួលបានស្បែកមុខរបស់យើងសភ្លឺមាត់អាឡងតែម្ដងសម្រាប់បងប្អូនដែលគាត់ចង់បានស្បែកមុខសភ្លឺអាឡងហើយតម្លៃសមរម្យកុំភ្លេចប្រើជាមួយនឹងលេយប់ TGN ទាំងអស់គ្នាណា